បរិសចំណាស់ទៅតែស្ទួយត្រីក៏រាំងដែលធំបំផុតបាននៅក្នុងជីវិតរបស់គាត់តែគាត់មិនបានដឹងទេថានោះគឺជាកូនស្ដេចអ្នកដែលបានប្រាយក្រឡាមកពេលដែលឃើញត្រីនោះសម្រក់ទឹកភ្នែកដូចជាមនុស្សបរិសចំណាស់ចិត្តល្អក៏បានដោះលែងវាទៅវិញប៉ុន្មានថ្ងៃក្រោយមកនៅពេលដែលគាត់បានស្ទួយត្រីម្ដងទៀតនៅក្នុងទឹកបើជាមានពន្លឺពណ៌មាសបានចាញ់ចាំងមកបរិសចំណាស់បានគិតថាមានបិសាចមកចាប់គាត់ស៊ីតែនឹកស្មានមិនដល់ថាមានបរិសម្នាក់ដែលស្លៀកពាក់ស្អាតបាតចេញមកពីក្នុងទឹកហើយគេគឺជាត្រីដែលបរិសចំណាស់បានដោះលែងគេប៉ុន្មានថ្ងៃមុននោះតាមការពិតគេបានទទួលបញ្ជាពីឪពុកឲ្យមកសងគុណបរិសចំណាស់គេបានយកគ្រាប់ត្បូងរបស់សត្វអ្នកចេញមករួចហើយក៏បានប្រាប់ទៅកាន់បរិសចំណាស់ថាមិនថាគេប្រាថ្នាអ្វីក៏ដោយគ្រាប់កែវនេះនឹងធ្វើឲ្យខ្លាចទៅជាការពិតបរិសចំណាស់ដូចជាមានអារម្មណ៍ថាមិនសូវជឿគេបានត្រឡប់មកដល់ផ្ទះភ្លាមក៏បានអធិប្បាយគ្រប់យ៉ាងឲ្យភរិយាស្ដាប់រួចហើយក៏សួរទៅកាន់ភរិយាថាតើមានក្តីប្រាថ្នាអ្វីដែរតើពួកគាត់មានអាយុច្រើនជាង50ឆ្នាំហើយក្តីប្រាថ្នាក៏មិនលោភលន់ដោយការនៅក្មេងដែរហើយការប្រាថ្នាតែមួយរបស់គូជីវិតគឺចង់ផ្លាស់ប្ដូរផ្ទះរបស់ខ្លួនឯងតែពាក្យរបស់ភរិយាទើបតែបាននិយាយចេញមកផែនដីក៏ចាប់ផ្ដើមរង្គើយ៉ាងខ្លាំងនៅពេលវេលាដែលពួកគាត់កំពុងតែផាត់ភ័យនោះខ្ទមដ៏ចាស់ជរារបស់ពួកគាត់ក៏បានប្រែក្លាយទៅជាផ្ទះដ៏ធំមួយចំណែកឯសម្លៀកបំពាក់របស់គាត់ក៏បដូរដូចគ្នាដែរបរិសចំណាស់ឃើញថាក្តីប្រាថ្នាខ្លាចទៅជាការពិតគាត់ក៏បាននិយាយទៀតថាសង្ឃឹមថានឹងបានហូបឆ្អែតរាល់ថ្ងៃមិនយូរប៉ុន្មានក៏មានអាហារជាច្រើនគួរដូចភ្នំមិនយូរប៉ុន្មានរឿងរបស់គាត់ក៏បានឮទៅដល់គ្រប់គ្នាឃើញថាពួកគាត់ខ្លាចទៅជាអ្នកមានយ៉ាងឆាប់រហ័សគ្រប់គ្នាក៏បានធ្វើតាមបរិសចំណាស់នាំគ្នាមកមាត់ទឹកដើម្បីស្ទូចត្រីសង្ឃឹមថាពួកគេនឹងអាចស្ទូចបានកូនប្រុសរបស់ស្ដេចនេះក្នុងចំណោមស្ត្រីម្នាក់នៅក្នុងនោះបានកាន់សន្ទូចតតែពីរគេគិតថាគេអាចនឹងទទួលរង្វាន់បានតតែពីរភាពលោភលន់បានធ្វើឲ្យពួកគេខ្វាក់ភ្នែកបានធ្វើឲ្យស្ត្រីម្នាក់នោះមិនអាចរងចាំបាននាងបានធ្វើពុតជាមនុស្សដែលគួរឲ្យអាណិតហើយក៏បានមកផ្ទះរបស់គូស្វាមីភរិយាចាស់ដើម្បីនឹងបានឃើញមុខមាត់របស់ក្របគុជពិតប្រាកដនោះភរិយាចំណាស់ដែលមានចិត្តល្អគាត់ក៏បានសង្កេតឃើញភាពខុសពីធម្មតាក្រោយពីបានឃើញក្របគុជអ្នកបញ្ចេញពន្លឺភ្លឹបភ្លែនស្ត្រីម្នាក់នោះពិតជាមានអារម្មណ៍សប្បាយចិត្តណាស់គេក៏បាននិយាយថាសង្ឃឹមថានឹងបានផឹកទឹកមួយកែវនៅពេលដែលលោកយាយចំណាស់បានចេញទៅគេក៏បានប្រញាប់បដូរក្របគុជអ្នកមួយនោះពេលដែលឃើញថាគោលដៅបានសម្រេចគេពិតជាសប្បាយចិត្តណាស់ក៏បានប្រញាប់ចាក់ចេញទៅលោកយាយចំណាស់ដែលស្មោះត្រង់មិនបានសង្កេតឃើញភាពខុសពីធម្មតាហើយគាត់ក៏បានយកក្របគុជនោះដាក់ចូលទៅក្នុងហាប់អ្នកណាទៅដឹងថាវិនាទីបន្ទាប់មកគ្រប់យ៉ាងនៅក្នុងផ្ទះក៏បានរលាយអស់ផ្ទះដ៏ធំក៏បានប្រែក្លាយទៅជាខ្ទមដ៏តូចមួយលោកយាយចំណាស់ក៏បានស្ដីបន្ទោសឲ្យខ្លួនឯងថាពិតជាល្ងងពិតមែនចំណែកឯបរិសចំណាស់ក៏ដកដង្ហើមធំដូចគ្នាពេលខ្លះប្រហែលជាពួកយើងមិនមានសំណាងនោះពិតមែនពាក្យចាស់បាននិយាយថាកុំគិតអាក្រក់ទៅលើអ្នកផ្សេងតែយើងត្រូវតែមានការប្រុងប្រយ័ត្នទៅលើអ្នកផ្សេងដែរ